PTT ថាការលក់នៅកម្ពុជាធ្លាក់ចុះ50 ទៅ 60% ហើយអាចនឹងដកខ្លួនចេញទាំងស្រុងបើស្ថានភាពកាន់តែអាក្រក់ក្រុមហ៊ុនធម្មពលរដ្ឋថៃ PTTOO ការលក់ប្រេងរបស់ខ្លួននៅទីផ្សារកម្ពុជាបានធ្លាក់ចុះប្រមាណចន្លោះពី50 ទៅ 60% ខណៈដែលចំនួនស្ថានីយចាក់ប្រេងឥន្ធនៈធ្លាក់ចុះជាបន្តបន្ទាប់ជុំវិញនូវភាពតានតឹងព្រំដែនកម្ពុជានិងថៃការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃសុក្រនេះក្រុមហ៊ុន PTTOO កំពុងវិតម្លៃប្រទេសកម្ពុជាថាជាតំបន់ហានិភ័យខ្ពស់ហើយអាចនឹងដកខ្លួនចេញពីទីផ្សារកម្ពុជាទាំងស្រុងប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅកន្លងមក PTT បានចាត់ទុកជាផ្ទះទី2របស់ខ្លួនសម្រាប់អាជីវកម្មអន្តរជាតិក្រៅពីថៃអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនរួមមានហាងលក់ប្រេងឥន្ធនៈលក់រាយកន្លែងផ្ទុកប្រេងការលក់ប្រេងឥន្ធនៈយន្តហោះប្រេងរំអិល PTT ហាងកាហ្វេ Amazon និងហាងទំនិញជាដើមគួរឲ្យដឹងថានាយកប្រតិបត្តិរបស់ PTTOO បាននិយាយថាចំនួនស្ថានីយចាក់ប្រេង PTT បានធ្លាក់ចុះពី200កន្លែងមិនត្រឹមតែប្រហែល150កន្លែងដោយដៃគូចែកចាយនៅកម្ពុជាប្រមាណជាង40កន្លែងបានផ្ដាច់កុងត្រារបស់ខ្លួនជំវិញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនាងខ្ញុំរដ្ឋាពី VOB TV